ថ្ងៃថ្មីខ្ពស់ថ្មីរបស់ហ្វាងយ៉នប៉ុន្តែជីវិតគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ព្រោះគ្មាននរណាម្នាក់ដឹងថាមានអ្វីរងចាំពួកគេនៅខណៈពេលបន្ទាប់នោះទេភាគទី19អត្ថន័យស៊ីជម្រៅហ្វាងយ៉នជឿជាក់ថាភាពមិនប្រកបប្រជានេះហើយដែលធ្វើឲ្យជីវិតមានតម្លៃប្រសិនបើមនុស្សគ្រប់គ្នាដឹងពីអនាគតរបស់ខ្លួនរួចជាស្រេចជីវិតនឹងបាត់បង់នូវភាពអាថ៌កំបាំងការប្រកួតប្រជែងនិងភាពរំភើបរំជើបរំជួលជំនួសឲ្យការភ័យខ្លាចចំពោះអ្វីដែលមិនទាន់កើតឡើងគាត់បែរជាទទួលយកវាហើយប្រើប្រាស់វាដើម្បីបង្កើតជាផលប្រយោជន៍សម្រាប់ខ្លួនឯងទៅវិញមេរៀនទស្សនវិជ្ជាកុំភ័យខ្លាចចំពោះអនាគតគ្រាន់តែដោយសារតែវានៅតែមិនទាន់ដឹងច្បាស់មើលឃើញការផ្លាស់ប្ដូរជាឱកាសមិនមែនជាការគំរាមកំហែងនោះទេភាពបត់បែនគឺសំខាន់ជាងការព្យាយាមគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងមនុស្សដែលរឹងមាំពិតប្រាកដមិនចាំបាច់ត្រូវដឹងពីអនាគតនោះទេប៉ុន្តែពួកគេត្រូវការសមត្ថភាពក្នុងការបត់បែនទៅតាមអនាគតនោះនេះគឺជាសម្រងសម្ដីដ៏ស្ងប់ស្ងាត់មួយរបស់ហ្វាងយ៉នវាបង្ហាញពីអត្តចរិតដ៏សំខាន់មួយរបស់គាត់គឺការទទួលយកអ្វីដែលមិនទាន់ដឹងជាជាងការរឹងរូសប្រឆាំងវាអ្នកទាំងអស់គ្នាជួយ Subscribe YouTube អ្នកមួយផងនេះជាខួបថ្មីរបស់ហ្វាងយ៉នហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ